សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកសិក្សាអំពី limit រៀង0 ករណីដែលយើងជាប់ radical ចឹងในគ្រូមានវិធានចំនួន4ចំណុចដែលយើងត្រូវដើរតាមទី1យើងត្រូវបំបត្តិ radical ដោយយើងប្រើកន្សំឆ្លាស់ឬក៏កន្សំបំពេញចឹងចំពោះការប្រើកន្សំឆ្លាស់កន្សំបំពេញជួនកាលយើងជាទូទៅគឺយើងប្រើរូបមន្តចំនួន2គឺរូបមន្តa ការ៉េដក b ការ៉េស្មើជាមួយនឹង a ដក b កតាឲ្យ a បូក b ហើយជួនកាលគឺយើងប្រើប្រព័ន្ធ a គីបដក b គីបស្មើជាមួយនឹង a ដក b កតាឲ្យ a ការ៉េបូកជាមួយនឹង ab បូក b ការ៉េហើយជួនកាលខ្លះទៀតទៅក៏យើងប្រើប្រព័ន្ធ a គីបបូកជាមួយនឹង b គីបដែលស្មើជាមួយនឹង a បូក b កតាឲ្យ a ការ៉េដក ab បូកជាមួយនឹង b ការ៉េចាអញ្ចឹងយើងត្រូវពិនិត្យមើលទៅលើ radical របស់យើងដែរតើយើងជាប់ឬទី2ឬក៏ជាប់ឬទី3ជួនកាលទៅវាអាចដល់មានឬទី4ដល់ទៀតអញ្ចឹងយើងត្រូវប្រើតារាងត្រីកោណ Pascal របស់យើងដើម្បីធ្វើកន្សោមបំពេញរបស់យើងណាហើយទី2យើងត្រូវដាក់ភិយកនិងភិបាយរបស់យើងជាផលគុណកតាចាអញ្ចឹងពេលដែលយើងដោះ radical ហើយយើងនៅតែដាក់ភិយកនិងភិបាយរបស់យើងជាផលគុណកតាដដែលហើយចំពោះផលគុណកតានេះអ្នកទាំងអស់ត្រូវធ្វើម៉េចដាក់ឲ្យបានកតាមួយដែលជាកតានាំ0គឺ x ដក a ទី3យើងសម្រួលកតារួមចោលអញ្ចឹងកតារួមរបស់យើងគឺត្រូវតែមានកតា x ដក a នឹងចោលណាបានដាច់រៀង0 ហើយទី4គឺយើងកណនី limit ថ្មីមានថាយើងចំនួនតម្លៃ x ចូលទៅកាន់ limit ដែលយើងសម្រួលហើយចាប់បន្តមកទៀតនេះយើងមកមើលលំហាត់គំរូទី1limit x ខិតទៅរក0នៃឬការ៉េនៃ1បូក x ដក1ចែកជាមួយនឹង x ចាអញ្ចឹងដំបូងយើងធ្វើការចំនួនរៀងសិនតើវាជាប់ limit រៀង0 ដែរអត់អញ្ចឹងអ្នកគ្រូចំនួនលេខ0ចូលទៅកាន់កន្សោមរបស់យើងទាំងមូលហ្នឹងចាអញ្ចឹងយើងចំនួនទៅវាត្រូវជាឬការ៉េនៃ1បូក0ដក1ចែកជាមួយនឹង0អញ្ចឹងឬការ៉េនៃ1បូក0នេះស្មើឬការ៉េ1អញ្ចឹងឬការ៉េ1វាចេញមកបាន1ដក1លើ0អញ្ចឹងខាងលើ1ដក1 0ខាងក្រោមក៏0អញ្ចឹងយើងជាប់រៀងមិនកំណត់គឺរៀង0 ចាប់បន្ទាប់ពីយើងបានដឹងថា limit របស់យើងជាប់រៀង0 ហើយយើងចាប់ផ្ដើមមកធ្វើការកណនី limit នេះដោយយើងបំបត្តិ radical ជំហានទី1អញ្ចឹងដើម្បីបំបត្តិ radical យើងត្រូវសង្កេតមើលថាតើ radical របស់យើងជាឫសទីប៉ុន្មានចាអញ្ចឹងដោយសារការនេះគឺគេអត់សរសេរជាមានថាឫសទី2ឬការ៉េអញ្ចឹងដើម្បីឲ្យបានឫសការ៉េបញ្ចេញពីឫសការ៉េនោះតើយើងលើកជាស្វ័យគុណ2អញ្ចឹងអ្នកគ្រូប្រើរូបមន្តមួយគឺរូបមន្ត a ការ៉េដក b ការ៉េខ្ញុំនាំមកខាងចុងចាអញ្ចឹង a ការ៉េដក b ការ៉េរបស់យើងវាត្រូវស្មើជាមួយនឹង a ដក b កតាឲ្យ a បូក b ចាអញ្ចឹងយើងមានដែលអត់ការ៉េយើងចង់ឲ្យបានលើកជាការ៉េចាអញ្ចឹងយើងត្រូវដឹងថាតើកន្សោមណាគឺជាកន្សោម a កន្សោមណាគឺជាកន្សោម b ចាអញ្ចឹងនៅខាងជាប់ radical នេះទាំងអស់នេះគឺយើងចាត់ទុកវាជាកន្សោម a ចាហើយនេះយើងសញ្ញាដកហើយលេខ1នេះយើងចាត់ទុកជាកន្សោម b អញ្ចឹងយើងមាន a ដក b a ដក b អញ្ចឹងយើងខ្វះកន្សោមមួយទៀតដែលជាកន្សោមបូកចាអញ្ចឹងយើងដាក់កន្សោមឆាសិននេះគុំណូតចំណាំឲ្យណាអញ្ចឹងដល់ពេលដែលយើងសរសេរមែនតើយើងមិនចាំដាក់ចូលទេចាកន្សោមឆ្លាស់ចាកន្សោមឆ្លាស់របស់យើងគឺជាកន្សោមបូកយើងមានគឺឬការ៉េនៃ x បូក1បូកជាមួយនឹង1បន្តមកទៀតយើងនឹងធ្វើការគុណកន្សោមឆ្លាស់នេះចូលទៅកាន់កន្សោមដើមរបស់ limit របស់យើងlimit x ទៅដល់0ចានេះក៏ដាក់កន្សោមដើមសិនឬការ៉េនៃ1បូក x ដក1ចែកជាមួយនឹង x ចាបន្តមកទៀតយើងយកអាកន្សោមឆ្លាស់ដែលយើងបានរកឃើញមិញគុណទាំងភិយកគុណទាំងភិបាយចាប់បន្តមកទៀតពេលដែល
dương vô con sòm pí con sòm a độ b con cho mình con sòm a bộ b chẳngត្រូវបានរូបមន្តរបស់យើងគឺ a ការ៉េដក b ការ៉េចាអញ្ចឹងយើងបានចាកន្សោម a របស់យើងគឺម្ដុំរ៉ាឌីកាល់ទាំងអស់ណាមួយបូក x ទាំងអស់នេះលើកជាការ៉េដកកន្សោម b របស់យើងគឺលេខ1ចេញជាដក1លើកជាការ៉េដល់ពេលចំពោះភាគបាយនេះយើងទុកដដែលចាំបន្តមកទៀតកាលណាយើងដឹងហើយនៅពេលដែលយើងមានស្វ័យគុណ2ឬការ៉េអញ្ចឹងយើងអាចស៊ីសងស្វ័យគុណ2ជាមួយនឹងរ៉ាឌីកាល់របស់យើងអស់សល់តែ1បូក x ចាអញ្ចឹងវាទៅជា limit x ខិតទៅរក0ចាអញ្ចឹងបាន1បូក x ហើយ1ការ៉េនេះគឺស្មើជាមួយនឹង1អានេះគឺដដែលមកបន្តមកទៀតយើងចាប់ផ្ដើមធ្វើការកណនាបំរួមកន្សោមភាគយកជាឃើញថាដក1បូក1នេះគឺស្មើ0ហើយអញ្ចឹងភាគយករបស់យើងនៅសល់តែ x ទេx ភាគបាយរបស់យើងគឺ x កតាឲ្យរឹសនៃ1បូក x ហើយបូក1ចានេះយើងកំពុងតែធ្វើដំណាក់កាលទី1គឺការបំបត្តិរ៉ាឌីកាល់បន្ទាប់ពីយើងបំបត្តិរ៉ាឌីកាល់ហើយយើងទៅដាក់ផគុណកតាអញ្ចឹងយើងដឹងថាពេលដែលយើងចង់ដាក់ផគុណកតាយើងត្រូវស្វែងរកកតាមួយដែលជាកតារួម0គឺ x ដក a ឥឡូវនេះយើងមាន x ខិតទៅរក0អញ្ចឹងកតានាំ0របស់យើង x ដក a របស់យើងគឺ x ដក 0អញ្ចឹង x ដក0ស្មើអីស្មើ x ចាអញ្ចឹងយើងឃើញថាខាងភាគយកនិងភាគបាយគឺមាន x ដូចគ្នាហើយអញ្ចឹងយើងអត់ច្បាច់ចាប់ជាកតាទេវាមានស្រាប់ចឹងអាចចូលមកដល់ជំហានទី3ដំណាក់កាលទី3គឺយើងធ្វើការសម្រួលកតារួមចឹងខ្ញុំសម្រួល x លើ x ក្រោមចោលចឹង limit របស់យើងនេះវាបានបង្រួមទៅជា limit x ខិតទៅរក0ចាកាលណាយើងសម្រួលអស់ចឹងមិនមែនអស់តទេលុនគឺខាងភាគយកស្មើ0ទេណាចឹងភាគយករបស់យើងនេះនៅសល់លេខ1ពីព្រោះអីយើងដឹងហើយថា x នេះគឺ x គុណនឹង1វាមាន1នៅជាប់ខ្លួនគ្រប់ចំនួនទាំងអស់គឺមានលេខ1នៅក្បាលវារហូតណាចឹងពេលយើងសម្រួលលើក្រោមគឺយើងនៅសល់លេខ1ខាងក្រោមរបស់យើងគឺនៅដដែលណោះចាប់បន្តមកទៀតនេះយើងនឹងធ្វើការចំនួនកណនី limit ថ្មីដោយចំនួនលេខ0ចូលទៅកាន់កន្សោមដែលនៅសល់ចាយើងចំនួនមកបាន1ចែកជាមួយនឹងកន្សោមដែលនៅសល់គឺឬការ៉េនៃ0បូក1គឺស្មើ1បូក1ហើយយើងកណនីទៅទៀតឥឡូវនេះគឺនៅតែ1ដដែលដល់ពេលភាគបាយនេះគឺឃើញថាការ៉េ1របស់យើងស្មើ1បូក1គឺស្មើនឹង2អញ្ចឹងមានន័យថា limit របស់យើងនេះគឺមានតម្លៃស្មើជាមួយនឹង1លើ2ចាយើងតមកលំហាត់គំរូទី2លំហាត់គំរូទី2ខ្ញុំដាក់រ៉ាឌីកាល់របស់យើងនៅភាគបាយអញ្ចឹងមិនថារ៉ាឌីកាល់នៅភាគយកឬក៏រ៉ាឌីកាល់នៅភាគបាយទេគឺយើងត្រូវតែគុណកន្សោមច្រើនដូចតែគ្នាដែរណាឲ្យទៅជាប់រៀង0អូខេឥឡូវយើងធ្វើការចំនួនរៀងជាមួយគ្នាសិនចាចឹងនេះគ្រូយកលេខ2ទៅចំនួនចូល x ចឹង2ដល់2ស្មើ0យក2ទៅចំនួនកន្សោមរបស់យើងចឹង2បូក7ទៅជា9ឬការ៉េ9បញ្ចេញមកគឺបាន3ដក3គឺបាន0ចឹងយើងជាប់រៀងមិនកំណត់គឺ0លើ0ឥឡូវយើងងាកទៅមើលកន្សោមរបស់យើងតើយើងមានកន្សោម a ដក b ឬក៏កន្សោម a បូក b នៅក្នុងប្រធានរបស់យើងចាអញ្ចឹងនៅក្នុងនេះអ្នកគ្រូឃើញថាមានទម្រង់ដូចជាមួយនឹងការរបស់ដើមរបស់យើងដែរមិនដែរលំហាត់គំរូលេខ1អញ្ចឹងអ្នកគ្រូចាត់ទុកឬការ៉េរបស់យើងគឺជាកន្សោម a សញ្ញាដក b គឺជាកន្សោម3នេះគឺជាកន្សោម b ចាគេយើងមានកន្សោម a ដក b a ដក b អញ្ចឹងយើងខ្វះកន្សោមមួយគឺកន្សោម a បូក b អញ្ចឹងខ្ញុំអត់ដាក់កន្សោមច្រើនទេខ្ញុំធ្វើការដាក់យកនៅក្នុង limit របស់យើងតែម្ដងlimit x ខិតទៅដល់2ចាយើងដាក់ភាគយករបស់យើងគឺ x ដក2សិនមក
ហើយចំពោះពីបាយរបស់យើងគឺឬការ៉េនៃ x បូក7ដក3តមកទៀតខ្ញុំចាប់ផ្ដើមគុណនឹងកន្សោមឆ្លាស់ដើម្បីឲ្យអ្នកនាងស៊ូមើលអ្នកគ្រូប្រើ foot q ឲ្យចឹងកន្សោមឆ្លាស់នេះគឺយើងគុណជាមួយនឹង x ឬការ៉េនៃ x បូក7បូក3ហើយកន្សោមនោះគឺយើងគុណនឹងភាគយកដូចគ្នាដែរបូក3ចាពេលដែលយើងគុណហើយគឺយើងអត់ធ្វើការសម្រួលទេណាអត់មានសម្រួលលើក្រោមវិញទេបើយើងសម្រួលលើក្រោមទៅចេញដូចកន្សោមដើមបំណងរបស់យើងដែលគុណកន្សោមឆ្លាស់គឺដើម្បីចូលរង្វង់ a ការ៉េដក b ការ៉េក្នុងការដោះរ៉ាឌីកាល់ចេញចាអញ្ចឹងអ្នកគ្រូចូលរង្វង់ហើយសតកម្មក្រោមរបស់យើងឃើញគោរពលក្ខខណ្ឌនៃសមភាពរបស់យើងហើយចាអញ្ចឹងយើងបាន limit x ទៅរក2ចាំវាបាយរបស់យើងវាទៅជាឬការ៉េនៃ x បូក7លើកជាស្វ័យគុណ2ដកជាមួយនឹង3ការ៉េចានេះគឺជាតួ a លើជាការ៉េដកឲ្យតួ b របស់យើងក៏លើជាការ៉េដែរគេយកនេះគ្រូទុកនៅដដែលអូខេបន្តមកទៀតយើងអាចដោះរ៉ាឌីកាល់បានហើយចឹងវាទៅជា limit x ខិតទៅរក2នេះគូសរសេរពីបាយមុនចឹងពីបាយរបស់យើងការ៉េដែរនេះគឺស៊ីស៊ីសងដាច់នៅសល់តែឬការ៉េនៃ x បូក7ណាបញ្ចេញមកខាងក្នុងរ៉ាឌីកង់ដល់ពេល3ការ៉េនេះគឺ5 9គេយកទុកដដែលចាបន្តមកទៀតអ្នកគ្រូធ្វើការស៊ីសងនៅភាគបាយគេឃើញថា7ដក9នេះគឺអាចស៊ីសងគ្នាកើតចាអញ្ចឹងនេះគ្រូស៊ីសងពីបាយសិនចឹង x ទុក7ដក9នៅសល់ដក2ខាងលើគឺយើងមាន x ដក2កតាឲ្យឬនៃ x បូក7ហើយបូកនឹង3ចាបន្តមកទៀតយើងចូលមកដល់ការដាក់ជាផលគុណកតាអញ្ចឹងចំពោះការដាក់ជាផលគុណកតាយើងត្រូវស្វែងរកកតាមួយដែលជាកតានាំ0ណាគឺ x ដក a អញ្ចឹងរបស់យើងគឺ x ខិតទៅរក2ណា x ខិតទៅរក2ចឹង x ដក a របស់យើងគឺ x ដក2ចឹងចាចឹងយើងឃើញថាភាគយកនិងភាគបាយរបស់យើងគឺមាន x ដក2ដូចគ្នាចឹងនេះគ្រូធ្វើការសម្រួលតែម្ដងចូលដល់ជំហានទី3ចាយើងសម្រួលចោលទៅចាពេលដែលយើងសម្រួលហើយ limit របស់យើងនេះវាត្រូវស្មើជាមួយនឹង limit x ខិតទៅរក2នៃឬការ៉េនៃ x បូក7បូកជាមួយនឹង3អញ្ចឹងភាគបាយរបស់យើងបើយើងសម្រួលទៅវានៅសល់1ណាអញ្ចឹងប្រភេទដែលមានភាគបាយ1យើងមិនបាច់សរសេរក៏បានដែរចាបន្តមកទៀតយើងធ្វើការចូលដល់ជំហានទី4ហើយយើងធ្វើការកណនី limit ថ្មីដែលចំនួនលេខ2ចូលទៅកាន់កន្សោមចាអញ្ចឹងគ្រូចំណុចចូលចាអញ្ចឹងយើងកណនីខាងក្នុងរ៉ាឌីកាល់សិនអញ្ចឹង2បូក7នេះស្មើ9ឬក្រេ9បាន3អញ្ចឹង3ហើយបូកទៅ3ខាងក្រៅទៀតអញ្ចឹងបានស្មើជាមួយនឹង5 6ចាកន្សោមរបស់យើង limit របស់យើងនេះមានតម្លៃស្មើជាមួយនឹង5 6បន្តមកទៀតយើងចូលមកលំហាត់គំរូទី3 limit x ខិតជិត8នៃ x ដក8ចែកជាមួយនឹង x ឬទី3នៃ x ដក2ចាអញ្ចឹងឃើញថាលើកនេះគឺយើងជាប់ឬទី3ចុះបើសិនជាយើងជាប់ឬទី3យើងត្រូវមើលថាតើយើងគួរប្រើរូបមន្ត2តើរូបមន្ត a គីបដក b គីបឬក៏ a គីបបូក b គីបចាគ្រូសរសេរសិនចឹងយើងមានរូបមន្ត a គីបដក b គីបស្មើជាមួយនឹង a ដក b កតាឲ្យ a ការ៉េបូក ab បូកជាមួយនឹង b ការ៉េចាអញ្ចឹងដោយសារតែលំហាត់នេះយើងមានកន្សោមនេះកន្សោម a ដក b អញ្ចឹងគ្រូប្រើរូបមន្តដកណាបើយើងមានកន្សោម a បូក b យើងប្រើរូបមន្តបូកវិញមកចាអូខេអញ្ចឹងយើងត្រូវដឹងថាតើមួយណាជាកន្សោម a សិនណាចាអញ្ចឹងម្ដងនេះគឺកន្សោម a សញ្ញារបស់យើងដកលេខ2របស់យើងគឺកន្សោម b អញ្ចឹងយើងមានកន្សោម a ដក b អញ្ចឹងយើងត្រូវគុណខែកន្សោមបែបនេះចូលទៅវិញចឹងកន្សោមនេះវាមាន3តួខុសពីកន្សោមបាញ់មិញចឹងអានេះឲ្យឈ្មោះថាកន្សោមបំពេញចាតោះយើងមើលទៅជាមួយគ្នាចាយើងធ្វើការជ្រុះរៀងតិចសិនណាអត់ទាន់ជ្រុះរៀងផងតោះជ្រុះរៀងជាមួយគ្នាចឹងជ្រុះលេខ8ចូល8ដក8គឺ0
ឬទី3នៃ8ចាឬទី3នៃ8ចឹងយើងដឹងហើយថា8ស្មើជាមួយនឹង2ស្វ័យគុណ3ចឹងបើ2សេគុណ3យើងអាចបញ្ចេញពីរ៉ាឌីកាល់មកគឺបាន2ណាចាចឹងឬការ៉េ8នេះគឺបាន2 2ដក2គឺបាន0ចឹងយើងជាប់រៀងមិនកំណត់គឺ0ទៅ0តោះចឹងយើងចាប់តាមធ្វើការគុណជាមួយនឹងកន្សោបបំពេញរបស់យើងគឺ3តួនេះចាអញ្ចឹងវាទៅជា limit x ខិតទៅរក8ចាហើយនេះគូដាក់កន្សោបដើមសិន x ដក8ឬទី3នៃ x ដក2អូខេចាអញ្ចឹងកន្សោបបំពេញខ្ញុំគុណជាមួយនឹងខ្ញុំប្រើ Filter Q ដើម្បីឲ្យស្រួលមើលអញ្ចឹងនេះគឺសន្សំ a អញ្ចឹងរូបមន្តរបស់យើងគឺ a ការ៉េតោះបើទៅគៀបចុះឬទី3នៃ x នេះទីលើជាការ៉េនេះ a ការ៉េណាបូក a គុណ b អញ្ចឹង a2 នេះពេលដែលយើងគុណទៅអត់អាចចូលទៅខាងក្នុងរ៉ាឌីកាល់បានពី x ទេណា2នេះវាលោតទៅជាមុខ3គុណអញ្ចឹងបាន2ឬទី3នៃ x ចាហើយបានគុណអត់បានដោយសារតែនេះវាអត់មានទី3ទេវាជាចំណុចគុណធម្មតាអញ្ចឹងយើងយកទៅគុណទៅបានជាមេគុណរបស់វាណាចាប់បន្តមកទៀតនេះគឺយើងបូកជាមួយនឹង b ការ៉េអញ្ចឹង b របស់យើងគឺស្មើ2អញ្ចឹង2ដូចជាការ៉េចានេះគឺជាកន្សោបបំពេញរបស់យើងគឺ a ការ៉េបូក ab បូក b ការ៉េអញ្ចឹងខ្ញុំគុណកន្សោបនេះទៅនឹងភាគយកដូចគ្នាដែរបន្តមកទៀតនៅពេលដែលយើងគុណជាមួយនឹងកន្សោបបំពេញមកហើយបើយើងហើយចឹងយើងបានចូលរមុតគឺ a គីបដក b គីបចាខ្ញុំសូមសរសេរពីបាយសិនចាពីបាយរបស់យើងគឺ a របស់យើងគឺម្ដុំរ៉ាឌីកាល់នេះចឹងយើងបានឬការ៉េនៃ x នេះយើងលើកជាស្វ័យគុណ3ហើយដក b របស់យើងគឺលេខ2ចឹងលេខ2របស់យើងលើកជាស្វ័យគុណ3ដែរណាចូលរមុត a គីបដក b គីបពេលខាងលើនេះគឺយើងទុកដដែលយើងអត់ធ្វើអីទេបន្តមកទៀតយើងចាប់ផ្ដើមដោះរ៉ាឌីកាល់ចេញចឹងអានេះឬទី3អានេះស្វ័យគុណ3បញ្ចេញអស់នៅសល់ x 2សេគុណ3ស្មើនឹង5 8 2គុណ2គុណ2អូខេគេយកទុកដដែលបន្តមកទៀតយើងទៅមើលតើយើងមានផគុណកតាហើយនៅអញ្ចឹងដោយសារតែ x របស់យើងវាខិតចិត្ត8ណាអញ្ចឹង x ដក a របស់យើងគឺស្មើជាមួយនឹង x ដក5 8អញ្ចឹងវាយកក៏មាន x ដក8ខាងក្រោមក៏មាន x ដក8អញ្ចឹងយើងសម្រួលចោលទៅចាអញ្ចឹងបន្តមកទៀតកន្សោមថ្មីរបស់យើងគឺកន្សោមនេះនៅសល់នេះណាអញ្ចឹងយើងអាចធ្វើការចំនួនលេខ8ចូលទៅការកន្សោមនៅសល់តែម្ដងទៅណានេះគ្រូអត់ទៅសេ limit កន្សោមថ្មីដែលយើងសម្រួលហើយទៀតទេយើងកាត់ខ្លះណាចាអញ្ចឹងឯគ្រូចំនួនលេខ8ចូលទៅចាយើងធ្វើការកណនាអញ្ចឹងក្នុងនេះជួយដឹងថាឬការ៉េនៃ8នេះគឺបញ្ចេញមកគឺស្មើនឹង2អញ្ចឹង2លើកជាការ៉េបាន4អានេះក៏បញ្ចេញមកបាន2 2គុណជាមួយនឹងមេគុណ2នៅខាងមុខនេះបាន4ហើយ2ការ៉េនេះក៏4ដែរអញ្ចឹងយើងបូកចូលគ្នាមកគឺបាន12ចុះបន្តមកទៀតនេះយើងចូលមកលំហាត់គំរូទី4ចឹងលំហាត់គំរូទី4នេះគ្រូធ្វើការចំនួនរៀងចូលសិនណាតើវាជាប់រៀងអ្វីតើយើងមកចំនួនជាមួយគ្នាចាអញ្ចឹងនេះគ្រូចំនួនដក1ចូលទៅកាន់ x 3គុណជាមួយនឹងដក1បូក2ខាងក្រោមឬទី3នៃដក1បូកជាមួយនឹង1តោះយើងកណនាចឹងដក1នៅជាការ៉េបាន1 3គុណដក1បានដក3បូក2ខាងក្រោម
nhưng chân đùa ô anh ấy rồi thì bay này đọ mùi chắc nhân thật đăng thật ta đọ mũi mà nó phần mát phải cực bảy đỏ thì mà xây thì mớ đọ mũi xây cực bảy xạ sẵn á mà đọ mũi con chung mùi nắng đọ mùi thắp bất nền ọt đặc cồn mớ đọ còn đó bố còn đó chỉ đọ mùi con muối bán mùi chắc chắn cả lại đọ mùi nít này của aiจะ say ท่า với smile cho mùi nâng đọ mùi sẽ cực bay cả bạn này chàng chắc aiจะ say đến chuyện trẻ đọ muối đợi cho phải còn 7 này rồi thì 7 bộ muối chắc mà đồng nè nhưng phải tranh kia ra đi ca máu với thời smile cái đọ mùi này đó đọ mùi bộ muối cứ smile sống khang lờ mùi bột bí bảy đọ bảy cứ smile sống chắc như cho riêng mình cầm nó cứ son lớn son chàng chắc lực đi là sao tay dương miên cực sau muối cứ chỉ cần sau đi cần sau á xin nhận bao dương bố cực bể chắc dương miên cực sau a bột bể chắc dương ai tra muốn a kịp độ bể kịp ban tể cứ dương tra muốn xây mới thiết cứ a kịp bột bể kịp chắc là muốn a kịp bột bể kịp đôi xin nhận bố phải đặt xin nhận đó là cái đàn đi bình ok tỏ lấy yên ta con nâng cực sau một pin cho mỗi kia cha limit x cutter đọ muối cha này khổ ở đại cần sau đại mới trên chỗ sẵn ok tao giờ chặt anh cho con nâng cần sau bằng bình chốt cha cần sau bằng bình mà dân cứ từ 7 này thì a đó a complete a là chia cà rề s là chia cà rề tao bảo tía sinh nhà bây giờ cứ việc sinh nhà đó con bể chắc được khi đá mảnh chỉ do mấy con môi con đồng một đấy tơ chia thì bay này ở đài ở phải phụ thế hay ở bề này thì là chỉ cái này nè bố phải muối là chỉ cái này cái cô do con sao nó con năng thị được khi đài ok và tao bây giờ con hái dương chặt đam cho một a kích bộ bê kịp bao nhiêu nó cha khai khẩu đấy chắc là xong a bao nhiêu cơ ra đi ca trong bây ta chia thì bay thì ít ní để chỉ kịp máu hai sinh nhà bao nhiêu cơ sinh nhà bố hai muối nít có thể là chỉ kịp này cha cho một bộ đấy cũng rất ok và bây tham thị vô nhưng tục phải đài sinh máu Oke, pertama ini aku baca mau cuma pikir radikal. Cho nên aku baca đó, cho anh ấy nào đấy sẽ sao là sao đấy. Mùi sẽ còn bay vào những cái sao lắm, mùi. Chả lấy dương tao thì đặt mơ cần xong thì do ở hai nè, chứ cần xong thì do bao giờ trên khơi tha, ở miền ếch bộ mùi đôi khẳng cao mề, mấy này khổ tất cả ếch bộ mùi sao tái, ếch đỏ a bọn này khổ ní. Cứ chỉ muốn tới ếch cái ta đọ mùi trẻ trong việc sở smile chỉ muốn ếch bột mùi chẳng này chỉ cái ta đây khổ thở xin đùa chào tại vì do con này khổ ní vào ăn miên này cho nên khổ thở do anh ấy mà khoai inflection to trong mặc lên bị mất cho như miền ếch cái đấy hai cho mùi nắng bị chà khổ chọc ếch cái đấy bị cho như miền cái xong ếch bột mùi là không nói ok ếch hay là bột mùi tỏ trên cồn thành chân ở này của trong mặt ếch này của miền ếch này của từ con thành ếch nè ếch con ếch thì bạn ếch này của miền muối này của con nằng pi ni tắc và ban mà nằng pi thằng lử đó ok chứ những bạn ếch bột muối người ta ếch bột pi ok chân cả sau ní chân đủ đáo ếch bột muối người ta áo ếch bột pi trộn này của cặn một chú ấy nè ok tao mới tiện chân khang ấy dương nâng đã xong đó chắc mà tao mà tiết ấy về đây này khổ chỉ đặt trên phao con người ta hay là khổ khuyên tha này khổ admin người ta đã ai xâm rùa bàn đấyคือngười ta rùa bàn này khổคือếch bột mùi chứ này khổ xâm rùa bột mùi cháo và tao mà tiết này khổ thua ca kẹt này limit mây đo chân nổ lịch đọ mũi cho ta căn cần sau đây là sau tầm đầu đấy
Cha cho nên cô chừng núa vì ta chỉ đọ muối bột bì. Cần sau còn nói trên chừng núa tới vì ta chỉ rư tiệc bay này đọ muối được chỉ cà rề. Đọ ai rư tiệc bay này đọ muối bột cho muối nắng muối cà rề. Ok cả nhưng tao một tiết. Chân chân ở đọ pi bột. Chẳng chắc đọ muối bột pi mà cho muối nó muối nữa. Tại vậy khang này chắc ở đọ muối nó chỉ cà rề. Những đang hai ta xoa là mùi mày nó cho nên cũng đặt mùi sân đấy là về đấy dương thọ bị tranh là sai mày nó rồi thì bay để đọ mùi nè dương thọ bay để dương cho nó ra để cao bánh mới nhất vì sao đọ mùi nè chẳng đó cái tài đọ mùi về mùi cái này ní cứ sao mùi thì cái này tao tiết trong mùi con mùi này cũng chưa có đấy vì sao ta con tới bị tranh đài anh ấy rồi thì bay này mùi cứ sao nắng mùi đọ con đọ đấy cứ bạn bộ mùi đấy hai con cho cái bộ mùi trong bộ mỡ bán ចុះចំពោះការកណនីនិមិត្តរៀន0 ករណីដែលជាប់រ៉ាឌីកាឬការ៉េឬគូបានបញ្ចប់ហើយបើសិនជាបងប្អូនមានចម្ងល់បងប្អូនអាចខមមិនសួរនៅខាងក្រោមវីដេអូបានអរគុណច្រើនសម្រាប់ការតាមដានវីដេអូរបស់អ្នកទាំងអស់គ្នា